iPhone 12 Pro Max កញ្ញាមួយមកបក skin ដូរ skin ថ្មីប៉ុន្តែ skin ដែលចាស់របស់គាត់នោះគឺកម្រិតមួយដែលថា on បងប្អូនអត់ល្អអត់ប្រកែកទេវាពេញអេក្រង់ដោយ skin អាល្អគេឯងដែរប៉ុន្តែវាខុសគុណភាពខុសយ៉ាងម៉េចទី1វាប្រើប្រភេទកាវ on កាវ on ឬកាវវាធ្វើឲ្យងាប់ឬក៏ស្អិតខ្លាំងបាទ screen គេអត់ប្រើកាវដែលស្អិតខ្លាំងទេបងប្អូនណាជាពិសេសគឺ screen កញ្ចក់តែម្ដងវាប្រើលើកម្លាំងស្រូបបាទពេលដែលយើងបិទលើអេក្រង់វាស្រូបហើយនៅពេលដែលយើងបកវាស្រួលបកបងដូចក្នុងវីដេអូនេះហ្នឹងណាពិបាកបកមែនតើបងប្អូនណាវាប្រើកាវងាប់អានេះមូលហេតុទី1គឺមកពី skin ហ្នឹងវា on ហើយបើយើងអាចថាមួយទៀតមកពីអេក្រង់គាត់ហ្នឹងជាប្រភេទអេក្រង់ដែលធ្លាប់ប៉ូលីអេក្រង់ប៉ូលីកញ្ចក់វាបាត់អាសភាពរលោងនៃអាអេក្រង់ខាងលើអញ្ចឹងទៅពេលគេប៉ូលីដល់គេហៅថាដល់សាច់អេក្រង់ដល់សាច់កញ្ចក់អញ្ចឹងអាអេក្រង់កញ្ចក់ហ្នឹងវាគប់ផ្សំជាមួយ skin on ទៀតដាក់ទៅជាមួយគ្នាតែម្ដងបាទអញ្ចឹងវារត់ទៅជាមួយគ្នាដែរតែនេះខ្ញុំគឺមូលហេតុទី1ត្រួសគឺមកពី screen ទី2គឺមកពីអេក្រង់ស្លាប់ប៉ូលីអាហ្នឹងយើងប្រាប់ពីមូលហេតុប្រាប់ពីបងប្អូនណាអញ្ចឹងបើសិនជាបាត់ចំ screen បែបហ្នឹងថាច់ក៏វា on ដែរបងថាច់ on ស្ពឹកពិបាកចុចបាទហើយបើបកនេះគឺពិបាកបកខ្លាំងបើសិនជាអេក្រង់គាត់បកមកហៅ frame បានន័យថាអេក្រង់គាត់អាយ៉ាស់ចេញពី frame អេក្រង់គឺប្រឈមមុខបកមកនៅលំបើកអេក្រង់តែម្ដងអញ្ចឹងប្រយ័ត្នណាបងណាខ្ញុំយកនេះឆ្កឹះបែបហ្នឹងហើយវានៅតឹងទៀតណាអញ្ចឹង skin ល្អភាគច្រើនគឺបកមកធូរវាខ្ទាស់ screen ចេញលំបើក skin ចេញមកហើយទៅវាអត់មានកាវវាហ្នឹងគេហៅថាវាអត់មានឆ្លញញ៉ៃដូច skin on ទេបាទអញ្ចឹង skin on គឺបែបហ្នឹងបងណាហើយកាវស្អិតខ្លាំងហើយបកមកផុយអញ្ចឹងទៅបាទហើយខ្ញុំជូតអេក្រង់គាត់បកមកវាស្ងួតវាថាវាអត់មើលទៅអត់មានសំណើមបងណាចាំបានថាអេក្រង់គាត់ប្រហែលជាប៉ូលីអេក្រង់ដែរចាំខ្ញុំបិទ skin របស់ខ្ញុំគឺ skin brand យីហោ Hogo skin ខ្ញុំមានតាមលំដាប់តម្លៃវាបងណា skin ក្នុងវីដេអូហ្នឹងតម្លៃ$3បាទបងប្អូនចង់បិទអាល្អខ្លាំង$5ហើយខ្ញុំ compare មួយ skin គេបងណា skin ខ្ញុំពេញអេក្រង់ដូចគ្នាដែរតែសាច់កែមអេក្រង់ខ្ញុំអត់សូវខ្មៅវាតូចឆ្លើមជាងអេក្រង់ skin គេចាស់បាទឆ្លើមតូចជាងអញ្ចឹងអាហ្នឹងរបៀបមើលគឺវាមានច្រើនណាបាទអញ្ចឹងថា screen កញ្ចក់បិទដូចគ្នាទេតែខុសគុណភាពបងខុសគុណភាពខុសយីហោខុសរបៀបនៃការបិទខុសគេហៅថាអាយុកាលប្រើអីហ្នឹងក៏វាខុសតាមនឹងដែរបាទអញ្ចឹងណាអញ្ចឹងដូច skin ក្នុងវីដេអូនេះខ្ញុំបិទទៅបងណាអានេះវាចូលដីមកចូលដីយើងឆ្កឹះទាត់វិញគឺ skin យើងស្រួលឆ្កឹះតែល្អគឺបែបហ្នឹងបងណាស្រួលឆ្កឹះដើម្បីគេយើងផ្ដិតយកដីវិញហើយពេលដែលបកវិញវាអត់បែក skin យើង skin យើងវាស្វិតហើយអាកាវហ្នឹងវាអត់ឆាប់ងាប់ពេកគេហៅថាដាក់មកវារស់បងណាហើយរបៀបបិទយើងតម្រង់ដូចក្នុងវីដេអូបងតម្រង់កន្លែងឧបលើឲ្យត្រូវមកយើងទម្លាក់វាមកឲ្យវារត់តាមដៃគេហៅថាយើងតម្រឹមមើលថ្នេរខាងលើថ្នេរខាងក្រោមអញ្ចឹងណាពេលដែលឃើញត្រង់ឲ្យទម្លាក់មកហើយបើសិនជាអេក្រង់គាត់ស្មើសាច់ស្អាតអេក្រង់អត់ប៉ូលីគឺវារត់ទៅតែអេក្រង់គាត់ផាយប៉ូលីបាទតែប៉ូលីវាមានផ្នែកដែលត្រូវប៉ូលីអ្នកខ្លះគេប៉ូលីខ្លាំងអ្នកខ្លះប៉ូលីតិចបាទប្រហែលជាអេក្រង់គាត់ប៉ូលីមិនល្មមគួរសមដែរធ្វើឲ្យដកអេក្រង់បាត់ទៅពិបាកនិយាយតរុញហៅរុញខ្លាំងបាទរុញខ្លាំងហើយអេក្រង់គាត់ហ្នឹងពេលកាន់មកមានសភាពស្ងួតអញ្ចឹងថាអេក្រង់គាត់ប៉ូលីអេក្រង់អញ្ចឹងណាអញ្ចឹងពេលបិទឲ្យមកដូចក្នុងវីដេអូនេះអញ្ចឹងណាចឹងបងប្អូនបិទ skin យើងមើលប្រយ័ត្នប្រយែងដែរ skin ខុសគ្នាបងណានិយាយទៅហៅ screen ដូចគ្នាប៉ុន្តែគុណភាពអត់ដូចគ្នាទេសាច់កញ្ចក់ថាច់អត់ដូចគ្នាទេហើយអ្នកបិទផ្ចិតផ្ចង់ប្រយ័ត្នឲ្យតាមនឹងអត់ដូចគ្នាទៀតកុំនិយាយថាដូចគ្នារបស់វាមានតាមលេខ1លេខ2លេខ3ហ្នឹងហើយអរគុណច្រើនបាយបាយ